សួស្តីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងមូលនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបានជ្រើសរើសយកឯកសារលំនាំដើមនៃប្រទេសកម្ពុជាទាំងមូលចែកជូនបងប្អូនទស្សនានិងស្ដាប់កម្សាន្តដូចតទៅខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទស្សនានិងស្ដាប់នៅច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជានេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងយកវាទៅធ្វើជាចំណេះដឹងដើម្បីអភិវឌ្ឍនិងត្រងត្រាប់គោរពតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអារម្មណ៍កថារដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសកម្ពុជារាល់ច្បាប់និងឯកសារកតញ្ញុទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញបើពុំនោះសោតច្បាប់និងឯកសារកតញ្ញុទាំងនោះនឹងអធម្មនុញ្ញជាភាពដោយយល់ពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញអគ្គលេខាធិការព្រឹទ្ធសភាដែលជាសេនាធិការលើការងាររដ្ឋបាលកតញ្ញុបច្ចេកទេសរបស់ព្រឹទ្ធសភារួមជាមួយទីប្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតចងក្រងនិងធ្វើការបកប្រែជាភាសាអង់គ្លេសនិងភាសាបារាំងប្រកបដោយការសម្រិតសម្រាំងយ៉ាងម៉ត់ចត់ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់គួរកត់សម្គាល់ផងដែរថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលអនុម័តដោយសភាធម្មនុញ្ញនៃថ្ងៃទី21ខែកញ្ញាឆ្នាំ1993ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី24ខែកញ្ញាឆ្នាំ1993គិតមកដល់ត្រឹមថ្ងៃទីមីនាឆ្នាំ2008មានវិសោធនកម្ម6លើកខែកក្កដាឆ្នាំ1994ខែមីនាឆ្នាំ1999ខែកក្កដាឆ្នាំ2001ខែមិថុនាឆ្នាំ2005ខែមីនាឆ្នាំ2006និងខែកុម្ភៈឆ្នាំ2008ត្រូវបានធ្វើនិងប្រកាសប្រើប្រាស់ដោយឡែកច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានៅដំណើរការប្រក្រតីនៃស្ថាប័នជាតិត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមអសរកម07040401001ចុះថ្ងៃទី24ខែកញ្ញាឆ្នាំ2004ហើយបានធ្វើវិសោធនកម្មចំនួន1មាត្រាគឺមាត្រា6រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រមូលផ្ដុំចងក្រងឡើងនេះគឺក្នុងគោលបំណងសម្រាប់ជំនួយស្មារតីនិងថ្វាយជូនសម្ដេចឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំនិងសមាជិកាព្រឹទ្ធសភាព្រមទាំងបម្រើឲ្យសេចក្តីត្រូវការរបស់សាធារណជនទូទៅផងដែរអំណះតទៅសម្រាប់អគ្គសិក្សាស្រាវជ្រាវអ្នកសិក្សាស្រាវជ្រាវត្រូវរាជការនៅក្នុងស្ថាប័នក្រសួងអ្នកបម្រើការងារនៅក្នុងអង្គការឬក្រុមហ៊ុននានាទាំងអស់នៅក្រៅប្រទេសនៅក្នុងប្រទេសដែលមានគោលបំណងចង់សិក្សាស្វែងយល់អំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងលែងពីប្រទេសបញ្ជាការឯកសារសំកំពូលនេះជាខេមរៈភាសាអង់គ្លេសនិងភាសាបារាំងទៀតហើយម្យ៉ាងទៀតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺត្រូវបានយកទៅបង្ហោះក្នុងគេហទំព័រព្រឹទ្ធសភា www.sen
ate.gov.kh ផងដែរខ្ញុំបានមានជំនឿយ៉ាងមុតបមថាកម្រងរដ្ឋធម្មនុញ្ញដែលពេញលេញនេះនឹងក្លាយជាប្រទីបបំភ្លឺជួយអ្នកសិក្សាស្រាវជ្រាវគ្រប់រូបទាំងអស់ក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិផងដែរប៉ុន្តែទោះជាយ៉ាងនេះក្តីយើងគួររំលឹកផងដែរថាមានតែភាសាខ្មែរប៉ុណ្ណោះដែលជាឯកសារដើមផ្លូវការពិតប្រាកដឯភាសាអង់គ្លេសនិងភាសាបារាំងពុំមែនជាឯកសារបកប្រែផ្លូវការឡើយក្នុងនាមអគ្គលេខាធិការព្រឹទ្ធសភាខ្ញុំសូមសម្ដែងនៅការដឹងគុណជាពន្លឹកចំពោះលោកបណ្ឌិត Jacques Menzel និងសហការីមានលោកគឹមសុចិត្រាលោកគង់ម៉ូនីកាលោកសំសាវុតនិងលោកយ៉ាន់វ៉ាន់ដឺលុចដែលបានចំណាយពេលវេលាដ៏មានតម្លៃកែលម្អនិងធ្វើបច្ចុប្បន្នភាពការបកប្រែជាភាសាអង់គ្លេសនិងភាសាបារាំងប្រកបដោយគុណភាពសមស្របគ្នានោះដែរការកោតសរសើរនិងអរគុណចំពោះមន្ត្រីយោធាមន្ត្រីនាយកដ្ឋាននីតិវិធីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលបានខិតខំប្រមូលផ្ដុំចងក្រងយ៉ាងពេញលេញនៅរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជានេះជាទីបញ្ចប់អគ្គលេខាធិការប្រធានព្រឹទ្ធសភាសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះមូលនិធិខុនរ៉ាតដាជីនណាអែដែលតែងតែបានផ្ដល់ការឧបត្ថម្ភគាំទ្រនិងមានកិច្ចទំនាក់ទំនងសហប្រតិបត្តិការយ៉ាងល្អប្រពៃជាមួយស្ថាប័នព្រឹទ្ធសភាជាពិសេសគឺបានផ្ដល់ថវិកាសម្រាប់ឧបត្ថម្ភការបោះពុម្ពផ្សាយសៀវភៅរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជានេះឡើងអគ្គលេខាធិការព្រឹទ្ធសភាសូមប្រសិទ្ធពរមហាប្រសាទចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងអ្នកនាងកញ្ញាឲ្យជួបប្រទះតែសុខភាពល្អសុខដុមរមនាថ្កុំថ្កើងកំបីឃ្លៀងឃ្លាតឡើយរាជធានីភ្នំពេញថ្ងៃទី21ខែមីនាឆ្នាំ2008អគ្គលេខាធិការព្រឹទ្ធសភាអ៊ុំសារ៉ិត